សួរបាទមកទៀតហើយហូបថ្មីបានមកទៀតហើយបាទឆាខ្ទឹមបារាំងជាមួយនឹងសាច់ជ្រូក3ជាន់តោះកុំឲ្យខាតពេលសូមរីករាយទស្សនាវីដេអូជាមួយខ្ញុំបាទដូចតទៅដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅដើម្បីបំពងសាច់ជ្រូកពេលខ្លាញ់ក្តៅហើយយើងដាក់សាច់ជ្រូកចូលកូរវាឲ្យឆ្អិនរួចស្រង់វាចេញដាក់ខ្លាញ់ចូលដាក់ខ្ញីចូលយើងកូរវាឲ្យឈ្ងុយដាក់សាច់ជ្រូកចូលឆាវាឲ្យសព្វតមកទៀតដាក់ខ្ទឹមបារាំងចូលឆាជាមួយនឹងសាច់ឲ្យឆ្អិនល្អបន្ទាប់មកទៀតវាយគ្រឿងទេសចូលរួចហើយកូរវាឲ្យសព្វដើម្បីឲ្យចូលជាតិគ្នាចុងក្រោយយើងដាក់ស្លឹកខ្ទឹមចូលជាការស្រេចបាទអរគុណដែលបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមជួយចុច like និង share ឲ្យខ្ញុំបាទដើម្បីធ្វើវីដេអូថ្មីៗបន្តទៀតចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃបាទអរគុណច្រើនបាទ